បរិសអ្នកឈូសព្រិលម្នាក់តាមសម្រាប់ក្រុមមនុស្សដែលបានសម្លាប់កូនប្រុសដ៏ស្លូតត្រង់របស់គាត់មិនថាពួកគេជានរណាទេគឺត្រូវតែស្លាប់ទាំងអស់ថាតើសាច់រឿងយ៉ាងណាសូមអញ្ជើញបងប្អូនចូលរួមទស្សនាទាំងអស់គ្នានៅក្នុងប្រទេសណ័រវេសបរិសម្នាក់ឈ្មោះនីលមានការងារជាអ្នកបើកបរម៉ាស៊ីនឈូសព្រិលគាត់ជាមនុស្សដែលស្ងប់ស្ងាត់និងខិតខំធ្វើការនិងមានកេរ្តិ៍ឈ្មោះល្អនៅក្នុងទីក្រុងថ្ងៃមួយនីលនិងប្រពន្ធរបស់គាត់បានទៅចូលរួមពិធីប្រចាំឆ្នាំដែលគាត់ត្រូវបានគេប្រគល់ឲ្យនៅពានរង្វាន់ជាពលរដ្ឋគំរូដោយសារតែការលះបង់និងការខិតខំធ្វើការរបស់គាត់នៅក្នុងពេលដូចគ្នាកូនប្រុសរបស់គាត់ដែលមានឈ្មោះថាអ៊ីវ៉ាកំពុងតែធ្វើការនៅអាកាសយានដ្ឋានផ្នែកដាក់អីវ៉ាន់ដូច្នេះគាត់មិនអាចទៅចូលរួមពិធីជាមួយនឹងឪពុករបស់គាត់បានទេក្រោយចប់វេនការងារអ៊ីវ៉ាបានទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ប៉ុន្តែភ្លាមនោះបរិសប្រដាប់អាវុធ2នាក់បានចាប់បង្ខំគាត់ឲ្យឡើងទៅលើឡាននៅក្នុងឡាននោះក៏មានមិត្តរួមការងាររបស់គាត់ដែលមានឈ្មោះថា Finn ដែលត្រូវបានគេចាប់ខ្លួនរួចទៅហើយដែរអំឡុងពេលធ្វើដំណើរពួកគេបានចាក់ថ្នាំគ្រឿងញៀនជាច្រើនចូលនៅក្នុងខ្លួនរបស់អ៊ីវ៉ាដោយបង្ខំចំណែកឯ Finn វិញបានឆក់ឱកាសនោះឲ្យរត់គេចខ្លួនដោយលោតចេញពីឡានទាំងកំពុងតែបើកបរពួកអ្នកចាប់ចម្រិតបានបើកការបាញ់ប្រហារប៉ុន្តែ Finn អាចរត់គេចខ្លួនបានត្រឡប់មកកាន់ផ្ទះវិញនីលទៅតែត្រឡប់មកពីពិធីទទួលពានរង្វាន់ទោះបីជាហត់នឿយក៏ដោយគាត់នៅតែបន្តធ្វើការពេញមួយយប់ព្រឹកបន្ទាប់ប៉ូលីសបានមករកឃើញសាកសពរបស់អ៊ីវ៉ានៅស្ថានីយ៍រថភ្លើងពួកគេអះអាងថាគាត់ស្លាប់ដោយសារតែប្រើប្រាស់គ្រឿងញៀនជ្រុលពេកដំណឹងនេះធ្វើឲ្យនីលនិងប្រពន្ធរបស់គាត់ឈឺចាប់ខ្លាំងណាស់នីលបដិសេធភ្លាមព្រោះគាត់ជឿថាកូនប្រុសរបស់គាត់មិនមែនជាអ្នកញៀនថ្នាំនោះទេប៉ុន្តែប៉ូលីសមិនជឿគាត់ទេពួកគេថែមទាំងនិយាយថាឪពុកម្ដាយភាគច្រើនមិនស្គាល់កូនខ្លួនឯងពិតប្រាកដទេហើយសម្រេចបិទសំណុំរឿងដោយមិនស៊ើបអង្កេតបន្តទៀតឡើយតែនីលមិនព្រមទទួលយករឿងនោះឡើយគាត់ប្រកាសថាមានអ្វីមួយខុសប្រក្រតីនៅពីក្រោយការស្លាប់កូនប្រុសរបស់គាត់ក្រោយពិធីបុណ្យសពនីលពិបាកទ្រាំទៅនឹងការឈឺចាប់រហូតគិតចង់បញ្ចប់ជីវិតខ្លួនឯងប៉ុន្តែមុននឹងគាត់ធ្វើអ្វីមួយ Finn ស្រាប់តែលេចមកហើយរារាំងគាត់វាបង្ហាញថា Finn បានលាក់ខ្លួននៅក្នុងការិយាល័យរបស់នីលមួយរយៈមកហើយ Finn សារភាពថាការស្លាប់របស់អ៊ីវ៉ាគឺកើតឡើងដោយសារតែគាត់បានប្រាប់ថាខ្លួនធ្វើការឲ្យក្រុមជួញដូរគ្រឿងញៀនដែលប្រើអាកាសយានដ្ឋានសម្រាប់ដឹកទំនិញខុសច្បាប់អ៊ីវ៉ាមិនមានពាក់ព័ន្ធអ្វីទាំងអស់ប៉ុន្តែ Finn បានលួចយកកញ្ចប់គ្រឿងញៀនមួយកញ្ចប់ពីក្រុមនោះធ្វើឲ្យពួកគេសង្ស័យថាអ៊ីវ៉ាហើយនិង Finn សហការគ្នាពេលដឹងរឿងពិតនីលខឹងខ្លាំងហើយសួរថាអ្នកណាជាអ្នកនៅពីក្រោយរឿងរ៉ាវទាំងនេះ Finn អាចប្រាប់បានត្រឹមតែឈ្មោះម្នាក់គត់គឺយ៉ាប៉ាដោយមានតម្រុយនេះនីលបានចាកចេញពីទីក្រុងដោយសម្ងាត់ដើម្បីនឹងតាមរកយ៉ាប៉ាពេលដែលគាត់ឃើញយ៉ាប៉ាហើយអាចនិយាយគ្នាតែម្នាក់ឯងបាននីលបានប្រាប់ថាគាត់គឺជាឪពុករបស់អ៊ីវ៉ាយ៉ាប៉ាព្យាយាមគំរាមគាត់ឲ្យដើរចេញប៉ុន្តែនីលស្រាប់តែវាយប្រហារគាត់យ៉ាងសាហាវក្រោយត្រូវវាយដំយ៉ាងខ្លាំងយ៉ាប៉ាបានសារភាពថាគាត់គ្រាន់តែធ្វើការតាមបញ្ជារបស់បរិសម្នាក់ដែលមានឈ្មោះថារ៉ូណាល់ដូដែលជាអ្នកបញ្ជាឲ្យសម្លាប់អ៊ីវ៉ាហើយធ្វើឲ្យវាមើលទៅដូចជាករណីប្រើប្រាស់គ្រឿងញៀនជ្រុលខ្លាំងពេកប៉ុន្តែទោះបីជាបានចម្លើយហើយក៏ដោយនីលមិនលើកលែងទោសជាដាច់ខាតគាត់បានសម្លាប់យ៉ាប៉ាហើយយកសាកសពរបស់ចូលនៅក្នុងទឹកជ្រោះនៅម្ខាងទៀតមេក្រុមរបស់ម៉ាហ្វៀដែលមានឈ្មោះថាគ្រីប៊ីនកំពុងតែរៀបចំបញ្ជូនកូនប្រុសរបស់គាត់ដែលមានឈ្មោះថារ៉ាន់ទៅសាលារៀនរ៉ាន់មិនចង់ទៅសាលារៀនទេព្រោះគាត់តែងតែត្រូវបានគេធ្វើបាបគ្រីប៊ីនបានប្រាប់កូនគាត់ឲ្យរឹងមាំនិងកុំឲ្យបង្ហាញភាពទន់ខ្សោយឲ្យសោះតែនៅពេលនោះបរិសម្នាក់របស់គាត់បានមករាយការណ៍ថាយ៉ាប៉ាបានបាត់ខ្លួនទៅហើយព័ត៌មាននេះធ្វើឲ្យគ្រីប៊ីនខឹងយ៉ាងខ្លាំងប៉ុន្តែគាត់ខំទប់អារម្មណ៍មិនឲ្យកូនដឹងទេត្រឡប់មកផ្ទះវិញនីលបានជួបជាមួយនឹងប្រពន្ធនាងបានខឹងនឹងគាត់ព្រោះគាត់បាត់ខ្លួនដោយមិនបានប្រាប់នាងយប់នោះនីលបានរៀបចំអាវុធរបស់គាត់ហើយចេញទៅម្ដងទៀតលើកនេះគោលដៅរបស់គាត់គឺបរិសដែលមានឈ្មោះថារ៉ូណាល់ដូពេលដែលឃើញរ៉ូណាល់ដូនីលបានវាយប្រហារគាត់យ៉ាងសាហាវហើយបង្ខំឲ្យប្រាប់ការពិតរ៉ូណាល់ដូសារភាពថាអ្នកបញ្ជាឲ្យសម្លាប់អ៊ីវ៉ាហើយនិង Finn គឺបរិសដែលមានឈ្មោះថា Strick ដែលធ្វើការនៅអាកាសយានដ្ឋានដូចគ្នាពួកគេជឿថាអ៊ីវ៉ាហើយនិង Finn បានលួចយកកញ្ចប់គ្រឿងញៀនពីក្រុមរបស់ពួកគេក្រោយដឹងការពិតនាងក៏បានសម្លាប់រ៉ូណាល់ដូដូចគ្នាហើយបោះសាកសពចូលនៅក្នុងទឹកជ្រោះថ្ងៃបន្ទាប់គ្រីប៊ីនកំពុងតែឆ្លោះជាមួយនឹងអតីតប្រពន្ធរបស់គាត់អំពីសិទ្ធិមើលថែកូននាងបានចោទថាគាត់ជាឪពុកអាក្រក់និងមិនសមចិញ្ចឹមកូនទេកំពុងតែតានតឹងស្រាប់តែមានបរិសម្នាក់ទៀតរបស់គ្រីប៊ីនបានមកប្រាប់ថារ៉ូណាល់ដូក៏បានបាត់ខ្លួនដែរព័ត៌មាននេះធ្វើឲ្យគ្រីប៊ីនចាប់ផ្ដើមដឹងថាមាននរណាម្នាក់កំពុងតែសម្លាប់មនុស្សនៅក្នុងក្រុមរបស់គាត់ម្ដងម្នាក់នៅក្នុងពេលដំណើរគ្នានេះនាងក៏បានតាមរក Strick គាត់តាមដាន Strick យ៉ាងប្រុងប្រយ័ត្ននាងបង្ខំឲ្យ Strick បើកឡានបដូរទិសហើយពេលដែលឃើញឱកាសគាត់ក៏វាយប្រហារភ្លាមនាងសួរថាតើគ្រឿងញៀនដែល Strick កំពុងទម្លាក់នោះជារបស់អ្នកណា
ប៉ុន្តែ Strict មិនព្រមនិយាយទាល់តែសោះចុងក្រោយនាលក៏សម្លាប់គាត់ដូចគ្នាដោយសារតែមិននៅសល់តម្រុយអ្វីទៀតនាលបានបញ្ចេញកំហឹងដោយបោះគ្រឿងញៀនទាំងអស់ចោលលើព្រិលថ្ងៃបន្ទាប់គ្រីប៊ីនខឹងយ៉ាងខ្លាំងពេលដែលដឹងថា Strict បាត់ខ្លួនហើយគ្រឿងញៀន15គីឡូក្រាមក៏បាត់ដែរគាត់ជឿថាមាននរណាម្នាក់កំពុងតែវាយប្រហារប្រតិបត្តិការរបស់គាត់ជាប្រព័ន្ធនៅក្នុងគំនិតរបស់គាត់ក្រុមតែមួយដែលហ៊ានធ្វើបែបនេះគឺក្រុម Mafia Sabi ដោយសង្ស័យបែបនេះ Gribin បានបញ្ជាឲ្យកូនចៅចាប់សមាជិកម្នាក់របស់ក្រុម Mafia Sabi មកសួរចម្លើយពួកគេបានចាប់បរិសម្នាក់ដែលទើបតែទទួលបានតំណែងមួយចំនួនហើយធ្វើទរណកម្មសួរព័ត៌មានប៉ុន្តែបរិសនោះមិនព្រមនិយាយអ្វីទាំងអស់ពេលដែល Gribin មកដល់ហើយឃើញថាមិនមានចម្លើយគាត់ក៏ផ្ទុះកំហឹងហើយបាញ់សម្លាប់បរិសនោះភ្លាមត្រឡប់មកកាន់ផ្ទះវិញនាលបានឃើញសម្បត្តិមួយដែលប្រពន្ធរបស់គាត់ឲ្យពេលនោះគាត់ដឹងថានាងពិតជាចាក់ចេញពីគាត់ជារៀងរហូតការបាត់បង់នេះធ្វើឲ្យនាលកាន់តែឈឺចាប់និងតាំងចិត្តសងសឹកអ្នកដែលបានធ្វើបាបកូនប្រុសរបស់គាត់ចុងក្រោយគាត់ក៏សម្រេចចិត្តសុំជំនួយអំពីបងប្រុសរបស់គាត់ដែលមានឈ្មោះថា Winman ជាអតីតសមាជិកក្រុម Mafia ដែលធ្វើការឲ្យឪពុករបស់ Gribin ក្រោយពីដឹងរឿងរ៉ាវស្លាប់របស់ក្មួយប្រុសគាត់ Winman ក៏ចាប់ផ្ដើមតាក់ទងជាមួយនឹងមនុស្សចាស់ៗដើម្បីនឹងស្វែងរកព័ត៌មានមិនយូរប៉ុន្មានគាត់ក៏បានរកឃើញការពិតថា Eva ហើយនិង Finn បានលួចយកគ្រឿងញៀនរបស់ Gribin ដោយចៃដន្យហើយហេតុនោះហើយទើប Gribin បញ្ជាឲ្យសម្លាប់ Eva ហើយនិង Finn ពេលលើបែបនេះនាលក៏បដិញ្ញាថានឹងដោះស្រាយជាមួយនឹង Gribin ដោយផ្ទាល់ប៉ុន្តែ Winman ព្រមានថា Gribin មិនមែនជាមនុស្សធម្មតាទេគាត់ឆ្លាតហើយគ្រោះថ្នាក់គ្រប់គ្រងអំណាច Mafia ទាំងមូលដ៏រឹងមាំ Winman បានប្រាប់ឲ្យនាលឈប់មុនពេលដែលអ្វីៗកាន់តែអាក្រក់ប៉ុន្តែនាលបដិសេធគាត់មានអារម្មណ៍ថាក្រោយសម្លាប់អាយ៉ាប៉ា Ronaldo ហើយនិង Strick គាត់មិនអាចដកថយវិញបានទៀតឡើយឃើញនាលតាំងចិត្តបែបនេះ Winman ក៏ព្រមជួយគាត់រៀបចំឲ្យនាលជួបជាមួយនឹងឃាតករម្នាក់ដែលជាជនជាតិចិនហើយប្រាប់វិធីធ្វើការដោយប្រុងប្រយ័ត្នប៉ុន្តែនាលបានធ្វើកំហុសធ្ងន់មួយគាត់មិនត្រឹមតែប្រគល់អលុយទាំងអស់ឲ្យឃាតករនោះទេថែមទាំងប្រាប់ឈ្មោះពិតរបស់គាត់ទៀតផងថ្ងៃបន្ទាប់ជំនួសឲ្យការធ្វើការងារជនជាតិចិនបែរជាទៅជួបជាមួយនឹង Gribin ហើយលក់ព័ត៌មាននោះឲ្យទៅគាត់បានប្រាប់ថាអ្នកដែលជួលគាត់ឲ្យមកសម្លាប់មាននាមត្រកូលថា Dickman ពេលឮឈ្មោះនេះGribin នឹកឃើញភ្លាមថាវាពាក់ព័ន្ធទៅនឹង Wingman ដែលជាអតីតកូនចៅឪពុករបស់គាត់ប៉ុន្តែ Gribin មិនមានបំណងឲ្យជនជាតិចិនយកលុយហើយរត់គេចខ្លួននោះទេក្រោយពីបានព័ត៌មានដែលចង់បានគាត់ក៏បានបញ្ជាឲ្យកូនចៅរបស់គាត់សម្លាប់ជនជាតិចិននោះភ្លាមមិនយូរប៉ុន្មាន Gribin និងក្រុមរបស់គាត់ចាប់បាន Wingman នៅតាមផ្លូវ Gribin បង្ខំឲ្យគាត់ប្រាប់ថាអ្នកណានៅក្នុងគ្រួសារដែលជាសត្រូវប៉ុន្តែ Wingman មិនព្រមលក់ប្អូនប្រុសរបស់គាត់ឡើយគាត់ទទួលកំហុសទាំងអស់មកលើខ្លួនឯងដោយអះអាងថាគាត់គឺជាអ្នកសម្លាប់ Ronaldo, Yapa និង Strick ហើយជាអ្នកជួលឃាតករនោះផងដែរការសារភាពនេះធ្វើឲ្យ Gribin ខឹងខ្លាំងហើយចុងក្រោយគាត់ក៏សម្លាប់ Wingman នៅនឹងកន្លែងផ្សេងទៀតប៉ូលីសបានរកឃើញសាកសពសមាជិកក្រុម Mafia Sabi ម្នាក់ដែលត្រូវបានគេព្យួរនៅលើភ្នំបរិសនោះគឺជាកូនប្រុសរបស់មេធំដែលមានឈ្មោះថាប៉ាពេលដែលប៉ាឃើញសាកសពកូនប្រុសរបស់គាត់ខឹងខ្លាំងណាស់ហើយសច្ចាថានឹងសងសឹកឲ្យបានប៉ុន្មានថ្ងៃក្រោយពីពិធីបន្សពរបស់ Wingman នាលចាប់ផ្ដើមតាមដានទម្លាប់ប្រចាំថ្ងៃរបស់ Gribin ហើយគាត់ក៏រកឃើញគោលដៅថ្មីមួយគឺកូនប្រុសរបស់ Gribin នៅក្នុងពេលដំណើរគ្នានេះប៉ាក៏កំពុងរៀបចំការសងសឹកផងដែរគាត់ជឿថា Gribin គឺជាអ្នកសម្លាប់កូនប្រុសរបស់គាត់ហើយពេលនេះគាត់ក៏មិនចង់អត់ទ្រាំទៀតដែរប៉ាបានបញ្ជាឲ្យកូនចៅរបស់គាត់ពីរនាក់ទៅតាមរកកូនប្រុសរបស់ Gribin នៅសាលារៀនខាង Gribin ក៏ចាប់ផ្ដើមដឹងថាការសម្លាប់សមាជិក Sabi អាចជាកំហុសធ្ងន់ណាស់គាត់ប្រមូលក្រុមរបស់គាត់ពិភាក្សាហើយកូនចៅម្នាក់ស្នើឲ្យធ្វើការសុំទោសនិងផ្ដល់អំណោយលះបង់មួយចំនួនទៅកាន់ប៉ាដើម្បីបញ្ឈប់បញ្ហាមិនយូរប៉ុន្មានកូនចៅរបស់ Gribin បានយកកញ្ចប់មួយទៅឲ្យប៉ាប៉ុន្តែវាមិនអាចបំបត្តិកំហឹងរបស់គាត់បានឡើយអ្វីដែលប៉ាចង់បានមិនមែនជាការសុំទោសទេប៉ុន្តែជាជីវិតជាការតបស្នងដោយមិនស្ទាក់ស្ទើរគាត់ក៏បានសម្លាប់អ្នកនាំសារនោះត្រឡប់ទៅកាន់សាលារៀនវិញនាលបានដាក់ផែនការរបស់គាត់ឲ្យដំណើរការដោយខ្លែងខ្លួនធ្វើជាមនុស្សរបស់ Green ហើយគាត់ក៏យកកូនប្រុសរបស់ Green ដោយជោគជ័យទោះបីជាយ៉ាងណាក៏ដោយបរិសពីរអ្នករបស់ប៉ាបានឃើញការចាប់ពង្រត់នៅពេលដែលស្ថានភាពប្រែជាមានគ្រោះថ្នាក់ឡានដឹកទំនិញមួយគ្រឿងបានបើកកាត់ផ្លូវដែលផ្ដល់ឱកាសឲ្យនាលរត់គេចខ្លួនបានក្រោយមកបរិសរបស់ប៉ាត្រូវបានបង្ខំឲ្យរាយការណ៍ពីការបរាជ័យរបស់ពួកគេដោយសន្យាថានឹងតាមដានអ្នកចាប់ពង្រត់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាននៅពេលនោះពួកគេរៀបចំបោះចោលសាកសពបរិសរបស់ Gribin ទូរស័ព្ទរបស់គាត់ស្រាប់តែរឡើងការហៅទូរស័ព្ទគឺមកពី Gribin ផ្ទាល់ពួកគេបានប្រាប់ថាបរិសរបស់គាត់ត្រូវបានថែរក្សាការលើរឿងនេះគ្រាន់តែបន្ថែមការខកចិត្តរបស់ Gribin ជាពិសេសនៅពេលដែលគាត់ដឹងថាកូនប្រុសរបស់គាត់ក៏ត្រូវបានគេចាប់ពង្រត់ផងដែរគាត់បញ្ជាឲ្យបរិសរបស់គាត់ធ្វើសកម្មភាពភ្លាមនៅពេលនោះអតីតភរិយារបស់គាត់បានបង្ហាញខ្លួនដោយកំហឹងចំពោះការបាត់បង់ខ្លួនកូនប្រុសរបស់ពួកគេដោយស្រែកដាក់គាត់ជាភាសាដែលគេមិនអាចយល់បានដោយត្រូវបានរុញច្រានដល់គេរួចទៅហើយ
គ្រីប៊ីនក៏បានវិប្រហារដោយកំហឹងនៅយប់នោះនាលបាននាំកូនប្រុសរបស់គ្រីប៊ីនដែលមានឈ្មោះថាអារ៉ាន់ត្រឡប់មកផ្ទះវិញទោះបីជាអារ៉ាន់ដឹងយ៉ាងឆាប់រហ័សថានាលមិនមែនជាបរិសុទ្ធឪពុករបស់គាត់ក៏ដោយក៏គាត់មិនបង្ហាញការភ័យខ្លាចទាំងអស់ដែរផ្ទុយទៅវិញគាត់នៅតែស្ងប់ស្ងាត់ពេលដល់ពេលវេលាដែលត្រូវគេងរ៉ាន់បានសុំរឿងនិទានមុនចូលគេងនាលមានការងឿងឆ្ងល់ព្រោះគាត់គ្មានអ្វីត្រូវនិទានប្រាប់ទេបន្ទាប់មួយសន្ទុះគាត់ក៏សម្រេចចិត្តអានសៀវភៅណែនាំអំពីរបៀបប្រើម៉ាស៊ីនឈូសព្រិលដែលគាត់កំពុងតែធ្វើការគួរឲ្យភ្ញាក់ផ្អើលរ៉ាន់ចាប់អារម្មណ៍ទៅនឹងរឿងនេះហើយថែមទាំងចាប់ផ្ដើមចូលចិត្តជាមួយនឹងគំនិតនៃម៉ាស៊ីនឈូសព្រិលទៀតផងនៅព្រឹកបន្ទាប់អ្នកយាមសាលាម្នាក់បានលក់ព័ត៌មានសំខាន់ទៅឲ្យគ្រីប៊ីនដែលបង្ហាញថារ៉ាន់ត្រូវបានចាប់បង្រួតដោយបុរសដែលមានឈ្មោះថាឌីកម៉ែនបន្ទាប់ពីទទួលបានការទូទាត់រួចហើយបុរសនោះត្រូវបានសម្លាប់ភ្លាមតាមបញ្ជារបស់គ្រីប៊ីនការដឹងថាអ្នកចាប់ចម្រិតកូនប្រុសរបស់គាត់មិនមែនតាក់ទងជាមួយនឹងក្រុមម៉ាហ្វៀសេប៊ីធ្វើឲ្យគ្រីប៊ីនមានអារម្មណ៍ថាធូរស្រាលព្រោះវាធ្វើឲ្យស្ថានភាពកាន់តែងាយស្រួលនៅពេលដែលគាត់និងបុរសរបស់គាត់ចាប់ផ្ដើមស្វែងរកយានយន្តរបស់នាលក៏បានតាក់ទងគាត់ដោយទាមទារឲ្យគាត់មកតែម្នាក់ឯងកាន់ទីនោះប្រសិនបើជាគាត់ចង់ឃើញរ៉ាន់នៅរស់ក្នុងពេលជាមួយគ្នានេះប៉ានិងក្រុមរបស់គាត់ក៏កំពុងតែស្វែងរករ៉ាន់នៅជិតទីលានជិះស្គីផងដែរខណៈពេលដែលនាលនិងរ៉ាន់កំពុងតែបើកបរម៉ាស៊ីនឈូសព្រិលមិត្តរួមការងារម្នាក់បានមកប្រាប់នាលថាមានបរិសុទ្ធជាច្រើនស្លៀកពាក់ឈុតកំពុងតែរងចាំនៅផ្ទះរបស់គាត់នេះជួយដំណឹងដល់នាលថាគ្រីប៊ីនបានរកឃើញអត្តសញ្ញាណរបស់គាត់នៅផ្ទះទទេនាលក្រុមរបស់គ្រីប៊ីនបានរកឃើញរូបថតរបស់គាត់ហើយបានធ្វើដំណើរទៅកាន់កន្លែងធ្វើការរបស់គាត់យ៉ាងលឿនដោយមិនដឹងខ្លួនកូនចៅរបស់គ្រីប៊ីនម្នាក់នៅក្នុងចំណោមក្រុមរបស់គាត់បានក្បត់ជាមួយនឹងគាត់ដោយសម្ងាត់ហើយបានជូនដំណឹងទៅដល់ក្រុមរបស់ប៉ាអំពីទីតាំងរបស់គាត់ទន្ទឹមនឹងនេះនាលបានរំពឹងទុកការមកដល់របស់គ្រីប៊ីនរួចទៅហើយបានរៀបចំខ្លួននៅការដ្ឋានរបស់គាត់នៅពេលដែលគាត់សម្គាល់ឃើញអារ៉ាន់ដើរចេញទៅខាងក្រៅគាត់ក៏បាននាំអារ៉ាន់ត្រឡប់មកវិញយ៉ាងលឿនហើយលាក់រ៉ាន់មុនពេលដែលផ្លាស់ទីទៅកាន់ខាងក្រៅអគារមិនយូរប៉ុន្មានគ្រីប៊ីននិងក្រុមរបស់គាត់បានមកដល់នៅពេលដែលនាលរៀបចំធ្វើសកម្មភាពម្នាក់នៅក្នុងចំណោមក្រុមរបស់គ្រីប៊ីនបានវាយឆ្មក់គាត់មុននាលត្រូវបានអូសទៅជួបជាមួយនឹងគ្រីប៊ីនដែលទាមទារឲ្យដឹងថាកូនប្រុសរបស់គាត់នៅឯណាប៉ុន្តែនាលបដិសេធមិននិយាយអ្វីទាំងអស់នៅពេលនោះបរិសុទ្ធរបស់ប៉ាបានសម្រុកចូលមកហើយការបាញ់ប្រហារដ៏ហិង្សាមួយបានផ្ទុះឡើងរវាងក្រុមទាំងពីរនៅចំកណ្ដាលភាពវឹកវរនាលក៏បានប្រើម៉ាស៊ីនកាប់ឈើដើម្បីកាប់ដើមឈើមួយដើមហើយលើកវាឡើងទម្លាក់លើឡានរបស់គ្រីប៊ីនដែលមានគម្រោងចង់រត់គេចខ្លួនដោយផ្ទាល់នេះបង្កើតឱកាសដ៏ល្អឥតខ្ចោះសម្រាប់ប៉ាដែលបានបាញ់ទៅលើគ្រីប៊ីនភ្លាមដោយឃើញគ្រីប៊ីនដួលសន្លប់ហើយមើលទៅដូចជាគ្មានជីវិតទៅហើយនាលក៏សម្រេចចិត្តចាកចេញពីកន្លែងកើតហេតុដោយប្រើម៉ាស៊ីនឈូសព្រិលរបស់គាត់ដោយមិនដឹងថាប៉ាក៏បានឡើងលើយានយន្តរបស់គាត់ជាមួយគ្នាផងដែរមិនយូរប៉ុន្មានប៉ូលីសក៏បានមកដល់កន្លែងកើតហេតុដែលធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលគ្រីប៊ីននៅរស់គ្រប់គ្រាន់ដើម្បីនឹងសុំឲ្យមន្ត្រីបញ្ជូនសារចុងក្រោយរបស់គាត់ទៅកាន់អតីតភរិយារបស់គាត់មុនពេលដែលគាត់ស្លាប់មិនយូរប៉ុន្មានរ៉ាន់បានចេញពីកន្លែងលាក់ខ្លួនហើយត្រូវបានរកឃើញដោយប៉ូលីសចំពោះនាលហើយនិងប៉ាបរិសុទ្ធទាំងពីរបានយល់ចិត្តគ្នាទៅវិញទៅមកអ្នកទាំងពីរបានបាត់បង់កូនប្រុសដូចគ្នាទាំងពីរអ្នកហត់នឿយហើយទីបញ្ចប់ពួកគេទាំងពីរពិតជាគ្មានហេតុផលដើម្បីនឹងប្រយុទ្ធគ្នាទៀតឡើយដូច្នេះការអប់រំនៃរឿងនេះគឺថាបើអ្នកចង់បានលុយពីក្រុមម៉ាហ្វៀហើយខំនាំដំណឹងទៅប្រាប់ពួកគេដើម្បីទទួលបានប្រាក់វាជារឿងខុសទាំងស្រុងដូចជាយកខ្លួនទៅឲ្យគេសម្លាប់ដូច្នោះដែររឿងនេះចប់ដោយបរិបូរណ៍សូមអរគុណបងប្អូនដែលបានចូលរួមទស្សនាពីដើមដល់ចប់